បាទទូរទស្សនិកជនមកជួបគ្នានៅក្នុងវគ្គទី2នេះពួកយើងខ្ញុំទាំងពីរនឹងជម្រាបជូននៅព័ត៌មានសន្តិសុខសង្គមវិញម្ដងកុំឲ្យខាត់ពេលបាទយើងទៅតាមដានករណីដំបូងនេះបាទគឺនារីម្នាក់បានបើករថយន្តទៅបុកនឹងបុរសម្នាក់បាទកំពុងដើរថ្មើរជើងហាត់ប្រាណបណ្ដាលឲ្យស្លាប់យ៉ាងរន្ធត់បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមក្រោយពេលដើរហាត់ប្រាណក៏មានរថយន្តមួយគ្រឿងម៉ាកបាទ Lexus NX 200T បើកបរដោយនារីម្នាក់ក្នុងល្បឿនលឿនបាទជ្រុលទៅបុកយ៉ាងពេញទំហឹងអូសទៅមុខជាច្រើនរយម៉ែត្របាទជាច្រើនម៉ែត្រហើយរថយន្តបន្តទៅបុកនឹងដើមឈើហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតបង្កមានការភ្ញាក់ផ្អើលបាទកាលពីវេលាម៉ោង 3:30 នាទីទៀបភ្លឺឈានចូលថ្ងៃទី 8 ខែមិថុនាឆ្នាំ 2026 ស្ថិតនៅតាមបណ្ដោយផ្លូវលេខ 271 ក្នុងសង្កាត់អូបៃក្អមខណ្ឌសែនសុខរាជធានីភ្នំពេញរីឯនារីដែលជាអ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមផងដែរបន្ទាប់ពីការហេតុខាងលើសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនឹងមន្ត្រីជំនាញចុះមកធ្វើការវាស់វែងរួចយករថយន្តបង្កទៅរក្សាទុកជាបណ្ដោះអាសន្ននៅការិយាល័យជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំការដោះស្រាយគ្នានៅពេលក្រោយចំណែកឯសពរបស់ជនរងគ្រោះបាទសមត្ថកិច្ចធ្វើលិខិតប្រគល់ឲ្យសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណីបាទសូមចូលរួមសោកស្ដាយមែនទែនបាទដើរថ្មើរជើងបាទនៅទៀបភ្លឺបាទដើរហាត់ប្រាណសោះនាងរតនាបាទតែបាទជាជួបគ្រោះអកុសលបាទពិតជាគួរឲ្យសោកស្ដាយមែនទែនបាទអញ្ចឹងថាពុកម៉ែបងប្អូនបាទអ្នកបជាយានជំនិះគ្រប់ប្រភេទបាទមិនថាម៉ូតូឬឡានទេបាទគឺត្រូវតែគ្រប់គ្រងស្មារតីខ្លួនឯងឲ្យបានល្អបាទបើដឹងថាបាទខ្លួនបាទគឺងុយគេងបាទឬក៏ស្វឹងនេះឲ្យដាក់ជ្រុលនេះឲ្យបាទយើងរកកន្លែងសម្រាកសិនទៅបាទឬក៏រមិត្តភ័ក្តិបងប្អូនណាដែលគាត់មានស្មារតីរឹងមាំបាទឲ្យគាត់បជាកោតវិញបាទប្រសើរជាងយើងមកខ្លួនឯងទាំងបែបនេះណាបាទវិងាយនឹងមានហានិភ័យចាទុកឲ្យច្បាប់ដោះស្រាយចុះបាទប្រិមត្តទស្សនិកជនមានការប្រទះឃើញក្រុងឆ្អឹងអ្នករត់ម៉ូតូកង់3លេបថ្នាំធ្វើអត្តឃាតនៅចាក្នុងព្រៃខាងជើងកម្មកូស៊ីធីមានគេប្រទះឃើញគឺក្រុងឆ្អឹងសាក់សពបរោះម្នាក់ត្រូវបានដែលប្រទះឃើញនៅក្នុងព្រៃមួយនៅខាងជើងទីក្រុងរណបកម្មកូស៊ីធីហើយក៏រាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យហេតុការណ៍នេះមានការភ្ញាក់ផ្អើលនៅម៉ោង 7 ខែមិថុនានៅល្ងាចថ្ងៃទី 7 ខែមិថុនាឆ្នាំ 2026 ចំណុចក្នុងដីព្រៃតាមមហាវិថីអង្គរភូមិពងពីសង្កាត់ទួលសង្កែ2ខណ្ឌរិស័យកែវរាជធានីភ្នំពេញក្រុងឆ្អឹងសពបរោះនេះបានគេស្គាល់ឈ្មោះថាឈៀនលៀងឆាយភេទប្រុសអាយុ47ឆ្នាំមុខរបររថម៉ូតូកង់3ទីលំនៅភូមិព្រៃផ្អាវឃុំកំពង់កុងចាស្រុកកោះធំខេត្តកណ្ដាលនិងស្នាក់នៅផ្ទះជួលសង្កាត់ចាក់រែលើខណ្ឌមានជ័យរាជធានីភ្នំពេញបន្ទាប់ពីមានការភ្ញាក់ផ្អើលនៅល្ងាចនោះដែរគឺសមត្ថកិច្ចជំនាញក៏បានចុះទទួលពិនិត្យតាមរយៈទូរស័ព្ទរកឃើញអត្តសញ្ញាណក្រុងឆ្អឹងសពនៅកន្លែងកើតហេតុក្បែរទូរស័ព្ទចំនួន3គ្រឿងឃើញមានកំប៉ុងថ្នាំងងុយដេកចាមានថ្នាំងងុយដេកនៅសល់ចាក្របថ្នាំមួយចំនួនតាមការពិនិត្យកន្លែងកើតហេតុនិងសាកសពលោកអញ្ញាវិជ្ជបណ្ឌិតនងសវណ្ណរតគ្រូពេទ្យកសលវិจัยអមតុលាការរាជធានីភ្នំពេញបានសន្និដ្ឋានថាបរិសុទ្ធនេះស្លាប់ដោយសារធ្វើអត្តឃាតចាលេបថ្នាំងងុយដេកម៉ាកទ្រីបតាអាតមីទ្រីបភីលីនចាអ្នកលោកគ្រូអ្នកគ្រូពេទ្យក៏ស្គាល់ថ្នាំហ្នឹងគឺ 25 mg សម្រាប់ខ្លួនហើយការស្លាប់នេះប្រមាណ7 ខែហើយព្រោះឥឡូវនេះនៅសល់តែគ្រោងឆ្អឹងអញ្ចឹងហើយគាត់ធ្វើអត្តឃាតឲ្យសម្រាប់ខ្លួនលេបថ្នាំសម្រាប់ខ្លួនហើយឃើញគេប្រទះឃើញអញ្ចឹងទៅក៏បានរាយការណ៍ទៅសមត្ថកិច្ចចាខ្ញុំបន្តទៅករណីមួយទៀតបាទគឺលោកស្រីដោសុភ័ក្របាននាយករងរដ្ឋបាលនិងជាអ្នកនាំពាក្យបាទរាជធានីភ្នំពេញបានឲ្យដឹងថាការបង្ក្រាបទីតាំងអនឡាញនៅតែបន្តដោយភ្លៀងរលឹមនៅក្នុងប្រតិបត្តិការត្រួតពិនិត្យនៅថ្ងៃទី 7 ខែមិថុនាឆ្នាំ 2026 ក្រុមការងារបានចុះត្រួតពិនិត្យទីតាំងសង្ស័យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scam ចំនួន 85 ទីតាំងនៅបានរកឃើញជនបរទេសស្នាក់នៅសរុបចំនួន 665 នាក់ស្ត្រី 232 នាក់និងអ្នកគ្មានលិខិតឆ្លងដែនចំនួន 34 នាក់ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធីប៉ុន្តែទោះបីជាយ៉ាងណាក្តីក្រុមការងារមិនបានរកឃើញមានករណីសង្ស័យតាក់ទងទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scam នោះទេនេះបើតាមលោកស្រីដោសំភ័ក្រនាយករងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងនៅព្រឹកថ្ងៃទី 8 ខែមិថុនាឆ្នាំ 2026 នេះ
លោកស្រីដល់សម្ពោធបន្តថាលទ្ធផលដែលសម្រេចបាននៅពេលនេះគឺបានមកពីការដឹកនាំនិងបញ្ជាផ្ទាល់ដ៏ម៉ឺងម៉ាត់មិនរាថយរបស់ឯកឧត្តមគួងស្រីអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញរួមជាមួយនឹងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង14បានបំពេញការងារព្រមគ្នាដោយបដិញ្ញាថានឹងលុបបំបាត់ឲ្យអស់នៅរាល់បទល្មើសគ្រប់ប្រភេទរួមទាំងលបាយស៊ីសងខុសច្បាប់គ្រប់ប្រភេទជាពិសេសបាទគឺបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scam នៅក្នុងមូលដ្ឋានរបស់ខ្លួនលោកស្រីណែនាំពាក្យបានបន្តថាជាមួយគ្នានេះដែរស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអនុវត្តការផាកពិន័យចំពោះម្ចាស់ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ03សរុបចំនួន1ទីតាំងមានមនុស្សចំនួន12នាក់គិតជាថវិកាសរុបបានចំនួន48លានរៀលផងដែរចា៎ចំណែកឯការឆ្លងចរន្តអគ្គិសនីឆាបឆេះរោងស្នាក់នៅក្នុងតារាងបាល់ទះគឺរងការខូចខាតទាំងស្រុងតែម្ដងដែលរឿងរ៉ាវនេះបានកើតឡើងនៅម៉ោង 10:40 នាទីថ្ងៃទី8មិថុនាឆ្នាំ2026ទេសនិកជនបានឃើញនេះនៅក្នុងភូមិអង្គកែវសង្កាត់ចាមចៅ3ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញតាមឈ្មោះប៉ាន់ឌីដាវុធអាយុ44ឆ្នាំជាម្ចាស់រោងបានឲ្យដឹងថារោងនេះសាងសង់ពីឈើលាយដែកនិងប្រក់ស័ង្កសីទំហំ3ម៉ែត្រគុណនឹង3ម៉ែត្រនៅមុនពេលកើតហេតុគាត់បានទៅរកទិញផ្លែឈើនៅមុខរោងចក្រចិត្តនោះស្រាប់តែលឺសូរផ្ទុះរួចក៏មានភ្លើងឆេះរោងតែម្ដងតាមម្ចាស់មានន័យតាមម្ចាស់ហ្នឹងគឺមានការសង្ស័យថាបណ្ដាមកពីឆ្លងចរន្តព្រោះកំប៉ុងហ្គាសនៅល្អទាំងអស់តាមនគរបាលការិយាល័យបង្ការប្រតិភ័យនិងសង្គ្រោះនៃសង្ការដ្ឋាននគរបាលរាជធានីភ្នំពេញបានដឹងថានៅក្នុងហេតុការណ៍រថយន្តប្រតិភ័យចំនួន2គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់ហើយភ្លើងនោះក៏បានរលត់ទៅវិញហើយនគរបាលបាននឹងទៀតថារោងស្នាក់នៅត្រូវភ្លើងឆេះនេះរងការខូចខាតទាំងស្រុងពុំបណ្ដាលឲ្យឆេះរាលដាលឡើយចានេះគឺរោងស្នាក់នៅក្នុងតារាងបាល់ទះមួយកន្លែងចាដែលត្រូវបានឆាបឆេះទាំងស្រុងតែម្ដងចាបើយើងបន្តទៅករណីមួយទៀតបាទគឺយុវជន3នាក់ជិះម៉ូតូដេញវាយគេគណៈយុវជនមួយនោះបានបកមកដេញវិញបាទដេញវាយវិញបាទភ័យជិះរត់ជ្រុលបាទទៅបុកនឹងរថយន្តបណ្ដាលឲ្យរងរបួសធ្ងន់ស្រាលទាំង3នាក់យុវជន3នាក់បាទបានរងរបួសធ្ងន់និងស្រាលត្រូវបានរថយន្តសមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមក្រោយពេលពួកគេជិះម៉ូតូប្រដេញវាយទៅលើយុវជនមួយក្រុមគណៈយុវជនមួយក្រុមនោះបានបកមកដេញវាយវិញបាទភ័យពេកក៏ជិះរត់ជ្រុលទៅបុកនឹងរថយន្តដែលកំពុងតែបើកបរយ៉ាងពេញទំហឹងបាទអញ្ចឹងបានន័យថាដំបូងបាទដេញវាយគេបាទដល់ពេលគេរត់ទៅគេមានគេតរគ្នាគេមកបាក់ពួកគេច្រើនជាងបាទគេបកមកដេញវាយវិញភ័យពេកបាទទៅបុកជាមួយនឹងរថយន្តនេះបាទធ្វើឲ្យរងរបួសធ្ងន់ធ្ងរបាទហេតុការណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង 11:30 នាទីយប់ថ្ងៃទី6ខែមិថុនាឆ្នាំ2026ស្ថិតនៅលើផ្លូវលេខ182កែងនឹងផ្លូវ232ក្នុងសង្កាត់ផ្សារឌីប៉ូទី1ខណ្ឌទួលគោករាជធានីភ្នំពេញបន្ទាប់ពីការហេតុខាងលើបាទសមាជិកមូលដ្ឋានបានសហការជាមួយនឹងមន្ត្រីជំនាញបាទចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកជាបណ្ដោះអាសន្នរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយបាទវានាំចង្រៃទៅដល់រថយន្តរបស់គេដែរមិនដឹងអីទៅទៀតបាទបងម៉ែបងប្អូនចារថយន្តគេធ្វើចរាចរណ៍តែគេសោះបាទតែយុវជនទាំងអស់នេះបាទគឺដេញវាយគ្នាប្រសាទពេញផ្លូវបាទមកប៉ះដល់រថយន្តរបស់គេតែពេលអញ្ចឹងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិគេហើយម្ចាស់រថយន្តក៏ត្រូវរវល់ទៀតបាទដោយសារសមាជិកក៏អត់ទាន់ឲ្យទៅទេបាទគាត់ខាត់ដើម្បីទៅដោះស្រាយនៅស្នងការបន្តទៀតបាទរថយន្តនេះខ្ទេចអស់ហើយបាទអញ្ចឹងគ្រាន់តែឃើញសភាពម៉ូតូបាទក៏ដឹងថាអ្នកដែលជិះលើហ្នឹងគឺធ្ងន់ដែរបាទព្រោះម៉ូតូបាទខ្ទេចមុខមើលឡើងចង់យល់ទៅហើយចាបាទប្រិយមិត្តទស្សនិកជនករណីក្មេងតូច6នាក់ចុះលេងទឹកស្រះពូខែនេះខែភ្លៀងតែទស្សនិកជនមានទឹកកន្លែងខ្លះដក់ខ្លាំងហើយទឹកស្រះខ្លះជ្រៅហើយខ្មែរឪអត់បានហាមឃាត់កូនប្រកាសណាស់ក្មេងៗចូលចិត្តទៅលេងទឹកនៅក្នុងហេតុការណ៍នេះអកុសលក្មេងប្រុសម្នាក់គឺបានលងទឹកស្លាប់ក្មេងប្រុសម្នាក់បានលងទឹកស្លាប់គណៈដែលគ្នា6នាក់បាននាំគ្នាទៅលេងទឹកស្រះដោយការហេតុនៅម៉ោង9ព្រឹកថ្ងៃទី7មិថុនាឆ្នាំ2026នៅចំណុចរណ្ដៅស្រះត្រីលបលុបខ្សាច់ដីឡូចានៅក្នុងភូមិលេខ2សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្ដាលលោកវរៈស្នេហ៍អាយជីវណ្ដាអធិការនគរបាលក្រុងតាខ្មៅបានឲ្យដឹងថាកុមារារងគ្រោះឈ្មោះនុនលីហៀងអាយុ11ឆ្នាំជាសិស្សរៀនថ្នាក់ទី3មានទីលំនៅភូមិលេខ1កសង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្ដាលវត្ថុតាងខោជើងវែងពណ៌ខៀវចំនួន1ស្បែកជើងសោកពណ៌ខ្មៅចំនួន1គូនៅក្បែរមាត់ស្រះក្រោយទទួលបានព័ត៌មានភ្លាមលោកអធិការបានបញ្ជាលោកអធិការរងការងារយុតិធធដឹកនាំកម្លាំងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុសហការជាមួយអាជ្ញាធរមូលដ្ឋាន
លោកគ្រូពេទ្យនិងប៉ុស្តិ៍ស្វ័យរលំចុះដល់ទីតាំងកើតហេតុចាដែលក្រោយសមត្ថកិច្ចជំនាញបានពិនិត្យយ៉ាងល្អិតល្អន់ដោយពុំមានស្លាកស្នាមអ្វីកត់សម្គាល់និងយោងតាមលោកគ្រូពេទ្យបានដាក់សេចក្តីសន្និដ្ឋានថាកុមាររងគ្រោះដោយសារលង់ទឹកហើយសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីបើយើងទៅមើលករណីគ្រោះធម្មជាតិរន្ទះបាញ់នៅខេត្តកំពង់ស្ពឺវិញម្ដងបាទគឺមានរន្ទះបាញ់សម្រាប់មនុស្ស3នាក់រងរបួស2នាក់បាទនៅក្នុងស្រុកភ្នំស្រួចមនុស្សប្រុសស្រីបាទដែលរងគ្រោះដោយសារតែរន្ទះបាញ់បាទគឺមាន3នាក់ស្លាប់និង2នាក់ទៀតរងរបួសបាទត្រូវបានសាច់ញាតិក្រុមគ្រួសារដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យខណៈដែលនាំគ្នាបាទទៅភ្ជួរស្រែពេលមេឃភ្លៀងបាទជ្រកក្រោមដើមឈើស្រាប់តែផ្គររន្ទះបាទផ្គរខ្លាំងហើយក៏មានរន្ទះបាញ់តែម្ដងហេតុការណ៍បាទមេឃភ្លៀងលីឡំជាមួយនឹងបាទខ្យល់កន្ត្រាក់បាទក៏មានរន្ទះបាទបាញ់សម្រាប់មនុស្ស3នាក់រងរបួស2នាក់បានកើតឡើងកាលពីវេលាម៉ោង1រសៀលថ្ងៃទី7ខែមិថុនាឆ្នាំ2026នៅចំណុចវាលស្រែបាទស្ថិតនៅក្នុងភូមិព្រៃឫស្សីបាទឃុំជាំសកែស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺសមាជិកខេត្តកំពង់ស្ពឺបានដឹងថាក្រុមជនរងគ្រោះមានឈ្មោះដូចខាងក្រោមទី1មានឈ្មោះថាសែមរិនភេទប្រុសអាយុ22ឆ្នាំបានស្លាប់ទី2ឈ្មោះថាធានចត្រាភេទប្រុសអាយុ6ឆ្នាំបានស្លាប់អូយបាទអាយុតិចមែនតើក្មេងបាទទី3ឈ្មោះថាបាទឆានរ៉ានភេទស្រីអាយុ4ឆ្នាំបាទរឹតតែក្មេងទៀតបាទបានស្លាប់ទី4ឈ្មោះថាហុលសូណាភេទប្រុសអាយុ23ឆ្នាំរងរបួសធ្ងន់និងបាទទី4បាទឈ្មោះហុលសូណាបាទភេទប្រុសអាយុ23ឆ្នាំរងរបួសធ្ងន់និងទី5ឈ្មោះបាទទូតលៀបភេទប្រុសអាយុ21ឆ្នាំរងរបួសធ្ងន់បាទទាំង5នាក់រស់នៅក្នុងភូមិព្រៃរស័យឃុំជាំសកែស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺបាទចំពោះអ្នករបួសបាទត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យដើម្បីសង្គ្រោះនិងព្យាបាលដោយឡែកសពរបស់ជនរងគ្រោះទាំង3នាក់ខាងលើបាទត្រូវបានសាច់ញាតិក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណីបាទសូមចូលរួមសោកស្ដាយមែនទែនបាទករណីរន្ទះបាទនៅតែកើតមានបាទរន្ទះបាញ់មានមនុស្សស្លាប់បាទមួយឆ្នាំដល់មាន2 3ករណីអញ្ចឹងហើយបាទចាំបងប្អូនប្រជាពលរដ្ឋយើងបាទបង្កើនការប្រុងប្រយ័ត្នឲ្យមែនទែនតែម្ដងបាទមើលមេឃមិនស្រួលបាទអាចយើងផ្អាកសិនទៅបាទការតែធ្វើស្រែនៅរតនាណាបាទតែកន្លងតែគាត់បញ្ញាប់ឬក៏យ៉ាងម៉េចបាទព្រោះថាយើងឃើញឲ្យតែពេលមានភ្លៀងធ្លាក់ខ្លាំងលីឡំនឹងផ្គររន្ទះហ្នឹងបាទច្រើនតែមានហានិភ័យនៅវាលស្រែនៅតំបន់វាលតែម្ដងបាទប្រិមត្តទស្សនិកជនចំណែកបរិះម្នាក់ស្រវឹងបើករថយន្តទៅបុកកង់3ឥណ្ឌាហើយក៏ទៅបុកម៉ូតូម្ដាឲ្យស្ត្រីមានផ្ទៃពោះរងរបួសធ្ងន់បរិះម្នាក់ស្រវឹងស្រាបានបើករថយន្ត MG 7មួយគ្រឿងក្នុងល្បឿនលឿនក៏រេចង្កូតទៅប៉ះកង់3ឥណ្ឌាមួយគ្រឿងហើយក៏បន្តចាល្បឿនទៅបុកពីមុខម៉ូតូពេញទំហឹងធ្វើឲ្យនារីដែលមានផ្ទៃពោះ4ទៅ5ខែម្នាក់រងរបួសបញ្ជូនទៅមន្ទីរពេទ្យហេតុការណ៍គ្រោះថ្នាក់នេះដែរកើតឡើងនៅម៉ោង 9:14 នាទីយប់ថ្ងៃទី8មិថុនាឆ្នាំ2026ស្ថិតនៅលើផ្លូវ369សង្កាត់ព្រែកប្រាខណ្ឌច្បារអំពើរាជធានីភ្នំពេញហើយបរិះជាប្តីវិញរងរបួសស្រាលចំណែកអ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយការហែសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពើជាបណ្ដោះអាសន្នរងចាំការដោះស្រាយគ្នាពេលក្រោយហើយចំណែកកង់3រងការខូចខាតតិចតួចក៏ម្ចាស់បានបើកលបឿនបានបន្តលបឿនបើកចេញពីកន្លែងកើតហេតុតែម្ដងទៅចា៎បាទយើងបន្តទៅករណីមួយទៀតបាទនៅខេត្តពោធិ៍សាត់បាទយ៉ាងហោចបាទមានមនុស្សចំនួន6នាក់បានរងរបួសធ្ងន់និងស្លាប់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅលើកំណត់ផ្លូវជាតិលេខ5សេចក្តីរាយការណ៍នៅរសៀលថ្ងៃទី8ខែមិថុនាឆ្នាំ2026បានដឹងថាកាលពីថ្ងៃទី7ខែមិថុនាឆ្នាំ2026មានករណីគ្រោះថ្នាក់ចរាចរណ៍រន្ធត់2ករណីបណ្ដាលឲ្យមានមនុស្សយ៉ាងតិចចំនួន1នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងសង្វេគនិង5នាក់ទៀតបានរងរបួសធ្ងន់និងស្រាលលើកទី1បានកាត់ឡើងនៅចំណុចផ្លូវកោងរវាងរថយន្តម៉ាកសាំយ៉ុងពសពាក់ស្លាកលេខ 2B0860 ដឹកពងទាធ្វើដំណើរពីលិចទៅកើតលុះមកដល់ចំណុចកាត់ហេតុបាទស្រាប់តែរេចង្កូតឆ្លងទ្រូងផ្លូវទៅបុកជាមួយនឹងរថយន្តម៉ាកឡង់ត្រេសឺពណ៌ខ្មៅពាក់ស្លាកលេខ 2AA បាទ7434បាទកំពុងធ្វើដំណើរច្រាស់ទិសគ្នាពេញទំហឹងបណ្ដាលឲ្យតកង់រថយន្តម៉ាកសាំយ៉ុងហោះចេញពីរថយន្តរងរបួសធ្ងន់ចំណែកឯភាគីអ្នកបើកបររថយន្តរងគ្រោះរបួសស្រាលបាទរីឯបាទអ្នករួមដំណើររងរបួសធ្ងន់2នាក់និងស្រាលម្នាក់ករណីទី2បានកើតឡើងនៅផ្លូវវៀងក្រុងបាទស្ថិតនៅក្នុងភូមិក្រាំងតាសែនសង្កាត់ព្រៃញីបាទក្រុងពោធិ៍សាត់រវាងរថយន្តម៉ាកព្រុសពណ៌ប្រផេះបែកកិច្ចធ្វើដំណើរពីលិចទៅកើតលុះមកដល់ចំណុចកាត់ហេតុក៏បានបុកអ្នកជិះម៉ូតូម៉ាកស្គូពីពណ៌ខ្មៅពាក់ស្លាកលេខ 1E3970 ជិះឆ្លងផ្លូវពីជើងទៅត្បូងបណ្ដាលឲ្យស្លាប់ភ្លាមយ៉ាងសង្វេគផងដែរ
ចំណែកឯពីខេត្តសៀមរាបប្រិមត្តទស្សនិកជនមានករណីអគ្គិភ័យបានលេបត្របាក់លំនៅឋានមួយខ្នងស្ទើរទាំងស្រុងដោយសារតែឆ្លងចរន្តអគ្គិសនីរឿងរ៉ាវនេះបានកើតឡើងនៅម៉ោង 12:10 នាទីថ្ងៃទី 7 មិថុនាឆ្នាំ 2026 ដែលមានអគ្គិភ័យមួយកើតឡើងនៅភូមិគោកច័ន្ទសង្កាត់គោកចកក្រុងនៅខេត្តសៀមរាបតាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចបានដឹងថាផ្ទះមួយខ្នងមានទំហំចាគឺផ្ទះមួយខ្នងដែលមានទំហំ 8x11 ម៉ែត្រឈើលើថ្មក្រោមប្រក់ក្បឿងមានម្ចាស់ឈ្មោះឆៃហូនជាប្តីនិងប្រពន្ធឈ្មោះហូយសាវនស្ថិតភូមិគោកច័ន្ទសង្កាត់គោកចកក្រុងនឹងខេត្តសៀមរាបករណីអគ្គិភ័យនេះបណ្ដាលឲ្យឆេះផ្ទះស្ទើរទាំងស្រុងបណ្ដាលឲ្យខូចខាតចាគឺបាត់បង់សម្ភារៈក្នុងទាំងស្រុងនៅសម្បត្តិអត្រានុកូលដ្ឋានអត្តញ្ញាណប័ណ្ណប្រាក់$1000 $1000ម៉ាស៊ីនដេរមួយគ្រឿងនិងគ្រឿងអលង្ការផងដែរហើយក្នុងការជួយអន្តរាគមន៍ពលរដ្ឋគិភ័យនេះប្រើប្រាស់រថយន្តពលរដ្ឋគិភ័យចំនួន4គ្រឿងក្នុងនោះមានរថយន្តពលរដ្ឋគិភ័យស្នងការនគរបាលខេត្តមួយគ្រឿងអាជ្ញាធរអប្សរា2គ្រឿងនិងកងរាជអាវុធហត្ថមួយគ្រឿងដែលប្រើប្រាស់ទឹកអស់6រថយន្តទើបគ្រប់គ្រងស្ថានភាពនេះបានហើយក៏មិនបានឆេះរាលដាលដល់អ្នកផ្ទះនៅជិតខាងឡើយហើយក៏មិនបានបង្ករបួសដល់មនុស្សណាម្នាក់ទេក៏ប៉ុន្តែទ្រព្យសម្បត្តិទេសនិកជនអើយគឺចូលក្នុងភ្លើងទាំងអស់អញ្ចឹងមិនថាបងប្អូនសូមបង្កើននៅការប្រុងប្រយ័ត្នអគ្គិភ័យនេះគឺបំផ្លាញទ្រព្យសម្បត្តិយើងតែមួយប្រព្រឹត្តភ្នែកទេប្រឹងរកពីណាពីណីសំខាន់នៅក្នុងហេតុការណ៍នេះមានសម្បត្តិកំណើតមានអត្តញ្ញាណប័ណ្ណមានអីនោះត្រូវទៅធ្វើម្ដងទៀតវែងឆ្ងាយមែនតើបាទអស់ហើយបាទចាំប្រយ័ត្នប្រយែងបាទយើងបន្តទៅករណីមួយទៀតនៅខេត្តក្រចេះបាទគឺអាជ្ញាធរនៅស្រុកចិត្តបុរីបានចោះត្រួតពិនិត្យផ្ទះរបស់ប្រជាពលរដ្ឋចំនួន4ទីតាំងបាទសង្ស័យថាមានលួចលាក់បង្កប់បាទ online scam ដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសនិងស្ដារសេដ្ឋកិច្ចជាតិក៏ដូចជាដើម្បីចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងការបោសសម្អាតបណ្ដាមើលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scam លោកសេករុនអភិបាលរងស្រុកចិត្តបុរីនាថ្ងៃទី 8 ខែមិថុនាឆ្នាំ 2026 បានដឹកនាំកម្លាំងគណៈវិជាការឯកភាពស្រុកក្រុមប្រឹក្សាឃុំមេភូមិនិងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មអណ្ដើកចុះត្រួតពិនិត្យនិងធ្វើរដ្ឋបាលផ្ទះប្រជាពលរដ្ឋចំនួន4ទីតាំងនៅក្នុងភូមិបាទជួរក្រូចបាទឃុំថ្មអណ្ដើកស្រុកចិត្តបុរីខេត្តក្រចេះសូមជម្រាបថាដោយយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាយកាអមសាលាដំបងខេត្តក្រចេះបានឲ្យដឹងគិតត្រឹមថ្ងៃទី 8 ខែមិថុនាឆ្នាំ 2026 សាលាដំបងខេត្តក្រចេះបានសម្រេចចោទប្រកាន់ជនសង្ស័យចំនួន 15 នាក់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឬ online scam ក្នុងនោះមានជនជាតិចិនចំនួន 2 នាក់ផងដែរ